Cá viếtភាគការងារនិងការរៀបចំការងារ Job Analysis and Job Design ការវិភាគការងារ Job Analysis និងការរៀបចំការងារ Job Design គឺជាគំនិតសំខាន់ពីរក្នុងផ្នែកការគ្រប់គ្រងធនធានមនុស្ស Human Resource Management ដែលមានទំនាក់ទំនងស៊ីជម្រៅនឹងគ្នាប៉ុន្តែមានមុខងារនិងគោលដៅខុសគ្នា 1. ការវិភាគការងារ Job Analysis ការវិភាគការងារគឺជាដំណើរការជាប្រព័ន្ធមួយក្នុងការប្រមូលនិងកត់ត្រាព័ត៌មានទាំងអស់ដែលទាក់ទងនឹងការងារណាមួយនៅក្នុងអង្គភាពឬស្ថាប័នគោលបំណងគឺដើម្បីយល់ដឹងច្បាស់ថាតើការងារនោះត្រូវធ្វើអ្វីខ្លះនិងតម្រូវការអ្វីខ្លះដើម្បីបំពេញការងារនោះដោយជោគជ័យដំណើរការនៃការវិភាគការងារជាទូទៅផលិតបានឯកសារពីរសំខាន់ៗកសេចក្តីពិពណ៌នាការងារ Job Description បង្ហាញពីភារកិច្ចទំនួលខុសត្រូវលក្ខខណ្ឌការងារនិងគោលដៅនៃការងារនោះខលក្ខណៈសម្បត្តិការងារ Job Specification បង្ហាញពីកម្រិតវប្បធម៌បទពិសោធន៍ជំនាញនិងលក្ខណៈបុគ្គលិកលក្ខណៈដែលតម្រូវឲ្យមានលើអ្នកកាន់តំណែងនោះ 1.1 សារៈសំខាន់នៃការវិភាគការងារ The Importance of Job Analysis កការជ្រើសរើសបុគ្គលិក Recruitment and Selection ជួយឲ្យផ្នែកធនធានមនុស្សដឹងច្បាស់ពីប្រភេទមនុស្សនិងជំនាញដែលត្រូវការដើម្បីជ្រើសរើសឲ្យចំគោលដៅខការវិតម្លៃលទ្ធផលការងារ Performance Appraisal ជា benchmark ឬស្តង់ដារសម្រាប់វាស់វែងថាតើបុគ្គលិកធ្វើការងារបានល្អកម្រិតណាកការបណ្ដុះបណ្ដាលនិងអភិវឌ្ឍ Training and Development កំណត់ពីគម្លាតជំនាញ Skill ដើម្បីរៀបចំផែនការបណ្ដុះបណ្ដាលបន្ថែមការកំណត់ប្រាក់បៀវត្ស Compensation and Benefit ជួយកំណត់តម្លៃនៃការងារ Job Evaluation ថាតើគួរផ្ដល់ប្រាក់ខែនិងវិភាគទានប៉ុណ្ណាផ្អែកលើភាពស្មុគស្មាញនៃការងារ 2. ការរៀបចំការងារ Job Design ការរៀបចំការងារគឺជាដំណើរការនៃការរៀបចំរចនាសម្ព័ន្ធឬកំណត់ឡើងវិញនៅភារកិច្ចមុខងារនិងទំនួលខុសត្រូវនៃការងារណាមួយដោយយកលទ្ធផលពីការវិភាគការងារមកធ្វើជាមូលដ្ឋានគោលដៅគឺដើម្បីបង្កើនផលិតភាពការងារនិងលើកកម្ពស់ការពេញចិត្តក្នុងការងាររបស់បុគ្គលិកវិធីសាស្ត្រសំខាន់ៗក្នុងការរៀបចំការងារ Job Design Approach កការបែងចែកការងារ Job Specialization Simplification បែងចែកការងារធំៗជាកិច្ចការតូចៗនិងងាយយល់ដើម្បីឲ្យបុគ្គលិកធ្វើតែមួយមុខជំនាញច្បាស់លាស់ស័ក្តិសមនឹងការងាររោងចក្រឬផលិតកម្មខការពង្រីកការងារ Job Enlargement បន្ថែមភារកិច្ចដែលមានកម្រិតស្មើគ្នាទៅក្នុងការងារបច្ចុប្បន្នដើម្បីកុំឲ្យបុគ្គលិកមានអារម្មណ៍ធុញទ្រាន់ Horizontal Loading ការពង្រឹងការងារ Job Enrichment បន្ថែមសិទ្ធិអំណាចស្វ័យភាពនិងការសម្រេចចិត្តកាន់តែច្រើនទៅក្នុងការងារ Vertical Loading ដែលជួយឲ្យបុគ្គលិកមានអារម្មណ៍ថាជាម្ចាស់ការលើការងាររបស់ខ្លួនការបដូរវេនការងារ Job Rotation បដូរឲ្យបុគ្គលិកផ្លាស់ប្ដូរការងារគ្នាមើលក្នុងរយៈពេលកំណត់ដើម្បីឲ្យពួកគេទទួលបានបទពិសោធន៍ថ្មីៗនិងកាត់បន្ថយភាពអផ្សុកគំរូការងារ Job Characteristic Model JCM រៀបចំការងារដោយផ្អែកលើកត្តា5យ៉ាង 1. ភាពចម្រុះនៃជំនាញ Skill Variety 2. អត្តសញ្ញាណនៃការងារ Task Identity 3. សារៈសំខាន់នៃការងារ Task Significance 4. ស្វ័យភាព Autonomy 5. មតិកែលម្អ Feedback 3. ការប្រៀបធៀបចំណុចខុសគ្នាសំខាន់ៗកការវិភាគការងារ Job Analysis ដំណើរការប្រមូលនិងវិភាគព័ត៌មានដែលមានស្រាប់
លើការងារណាមួយតើការងារនេះកំពុងធ្វើអ្វីខ្លះនិងទាមទារអ្នកបែបណាត្រូវធ្វើមុនជាជំហានដំបូងសេចក្តីពិពណ៌នាការងារ Job description និងលក្ខណៈសម្បត្តិ Job specification ខការរៀបចំការងារ Job design ដំណើរការបង្កើតរៀបចំឬកែសម្រួលរចនាសម្ព័ន្ធការងារឡើងវិញតើការងារនេះគួរត្រូវរៀបចំយ៉ាងណាដើម្បីឲ្យមានប្រសិទ្ធភាពនិងភាពទាក់ទាញធ្វើបន្ទាន់ពីការវិភាគការងារឬពេលចង់កែតម្រង់ស្ថាប័នការរៀបចំរចនាសម្ព័ន្ធភារកិច្ចថ្មីដែលមានភាពបត់បែននិងលើកទឹកចិត្តខ្ពស់សរុបមកការវិភាគការងារគឺការស្វែងយល់ពីការពិតដែលមានស្រាប់នៃការងារចំណែកឯការរៀបចំការងារគឺការច្នៃប្រឌិតនិងរៀបចំកិច្ចការទាំងនោះឡើងវិញឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ទាំងសម្រាប់អង្គភាពនិងសុខុមាលភាពរបស់បុគ្គលិក